នាងបានគប់គិតជាមួយក្រុមពួកចោរអ្នកប្រព្រឹត្តអំពើឃោរឃៅរៀបចំផែនការស្ទាក់កូនក្រមុំពេលតាមផ្លូវបង្កភាពវឹកវរប្លន់យកកូនក្រមុំលើពីនេះនាងមានបំណងអាក្រក់ឲ្យមនុស្សឆ្លៀតឱកាសចាប់ធ្វើបាបខ្ញុំឯនៅពេលនេះប៉ៃជុនហឺគាត់មិនដឹងអ្វីទាំងអស់អំពីរឿងនេះទេគាត់នៅបន្ទប់សិក្សារមញ្ចេញក្រៅសរសេរគម្រោងដណ្ដើមកូនក្រមុំគាត់បានរៀបចំលម្អិតយ៉ាងច្បាស់ខ្សែផ្លូវពេលវេលានិងសូម្បីតែកន្លែងគួររត់គេចខ្លួនយ៉ាងដូចម្តេចបន្ទាប់ពីដណ្ដើមយ៉ាងណាមិញរឿងទាំងអស់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ CLT យកទាំងអស់ សៀវជីយូសម្លឹងមើលព័ត៌មានពីអង្គរៈសម្ងាត់គាត់ក៏សើចបើគេចង់លេងធំគាត់កំដរចេញបញ្ជាឲ្យបន្ធូរដល់ពួកគេឲ្យមនុស្សទាំងនោះចូលមកខ្ញុំនឹងធ្វើឲ្យប្រជាជនរដ្ឋធានីដឹងពីរឿងទាំងនេះតើបងប្អូនមួយគូនេះជាមនុស្សប្រភេទណានៅយប់មុនថ្ងៃពិធីមង្គលការមេឃមានពកខ្មៅច្រើនផ្គរលាន់ខ្លាំងភ្លៀងធ្លាក់យ៉ាងខ្លាំងខ្ញុំស្ដាប់សំឡេងភ្លៀងនៅខាងក្រៅបង្អួតខ្ញុំជូតកាំបិតនៅក្នុងដៃខ្ញុំថ្ងៃស្អែកនោះជាពេលវេលាដើម្បីបញ្ចប់អ្វីទាំងអស់នៅថ្ងៃរៀបការភ្លៀងបានឈប់ហើយមេឃក៏ស្រឡះក្បួនដង្ហែកូនក្រមុំប្រវែង10ម៉ៃរីពេញផ្លូវរាជធានីទៅដោយសំឡេងគងផៅបានផ្ទុះឡើងហើយឆេវឃាជីសេះធំខ្ពស់ស្លៀកពាក់ពណ៌ក្រហមពោពេញដោយភាពស្វាហាប់និងស្មារតីសម្រាប់ស្វាគមន៍កូនក្រមុំក្បួនដង្ហែពណ៌ក្រហមបានលាតសន្ធឹងវែងមនុស្សម្នាក់បានតម្រង់ជួរតាមផ្លូវហើយអបអរសាទរអូយពួកគេនាំគ្នាដណ្ដើមលុយការនៅពេលដែលដង្ហែបានមកដល់កណ្ដាលផ្លូវមានស្រមោលពណ៌ស្មួយស្រាប់តែបិទផ្លូវប៉ៃជុនហឺបានដើរនៅកណ្ដាលផ្លូវស្លៀកសម្លៀកបំពាក់ពណ៌សុទ្ធមានខ្សែពួរស្មួយចងជុំវិញក្បាលរបស់គាត់ទៀតផងមុខគាត់ស្លេកស្លាំងប៉ុន្តែភ្នែករបស់គាត់ភ្លឺចែងចាំងគួរឲ្យខ្លាចគាត់បានបើកដៃរបស់គាត់ហើយរារាំងក្បួនដង្ហែអាពាហ៍ពិពាហ៍នឹងហ្វុងមនុស្សជុំវិញស្ថិតក្នុងភាពវឹកវរទាំងស្រុងតើមនុស្សម្នាក់នេះជានរណាតើគេឈួតថ្ងៃរៀបការគេបែបស្លៀកពាក់អាវនេះជាលោកប៉ៃព្រះជាម្ចាស់ឲ្យតើនេះចង់ដាក់បណ្ដាសាឲ្យគេស្លាប់មែនទេអសូវធន់ណាស់មនុស្សបែបនេះធ្វើមិនត្រូវទៅចំពោះហ្វូងមនុស្សជុំវិញគាត់មិនអើពើនោះទេគាត់ងើយក្បាលហើយសម្លឹងមើលឈៀវមើលទៅក្រេស្នែងកូនក្រមុំស្រែកដោយសម្លេងតានតឹងថាយីងខ្ញុំមិនអនុញ្ញាតឲ្យអ្នកការទេអាពាហ៍ពិពាហ៍នេះមិនមានសំណាងទេគាត់កំពុងកុហកនាងចេញមកជួបខ្ញុំស្លៀកពណ៌ស្ដែកពីមុននាងចូលចិត្តខ្ញុំមកនាំនាងទៅសៀវឈីយូកាន់ខ្សែពួរអង្គុយមើលពីខាងលើសម្លឹងមើលគាត់ភ្នែករបស់គាត់ទេគ្មានកំហឹងតែការអាណិតអាសូរត្រជាក់ប៉ុណ្ណោះប៉ៃជុនហឺតើអ្នកចង់ឲ្យគ្រួសារប៉ៃត្រូវប្រហារជីវិតគ្រួសារទាំងមូលឬប៉ៃជុនហឺគាត់សើចយ៉ាងខ្លាំងដើម្បីយីងស្លាប់មានអ្វីគួរឲ្យខ្លាចថ្ងៃនេះលុះត្រាតែអ្នកដើររំលងលើសាកសពរបស់ខ្ញុំបើមិនដូច្នោះទេកុំគិតចង់យកនាងទៅណាឆេយូក្រូវីដៃបង្ហាញអង្គរៈកុំឲ្យគំរើគាត់មានចេតនាបើកផ្លូវ Twist ប្រហែសមួយភីយ៉នឃើញចន្លោះប្រហោងមួយមុខរបស់គាត់រីករាយខ្លាំងណាស់គាត់ប្រញាប់រត់ទៅមុខទៅក្រេស្នែងកូនក្រមុំហើយស្ទុះទៅទ្វារគាត់តោងក្រេស្នែងយ៉ាងណែនដោយដៃទាំងសងខាងចាប់វាំងនៅនោះម្រាមដៃស្ឡើងដោយសារកម្លាំងក្រចកដៃរបស់គាត់ថែមទាំងកោះដាច់សូត្រថ្លៃយីងអូនចេញមកខ្ញុំដឹងថាអូនមិនចង់រៀបការទេត្រូវគេបង្ខំត្រូវទេឲ្យតែអូននៅពេលនេះមកជាមួយខ្ញុំហើយបំភ្លេចអ្វីដែលបានកើតឡើងពួកយើងនឹងធ្វើដូចពីមុនខ្ញុំនឹងអភ័យទោសឲ្យនាងពីការក្បត់យើងចាប់ផ្ដើមជាថ្មីវាំងបើកយឺតប៉ៃជុនហឺទប់ដង្ហើមភ្នែករបស់គាត់ពោពេញដោយការរំពឹងទុកខ្ញុំនៅលើស្នែងស្លៀកមកកន្ហងនឹងរ៉ូបអាពាហ៍ពិពាហ៍តែងខ្លួនដ៏ស្រស់ស្អាតធ្វើឲ្យគាត់តាក់ភ្នែកពោពេញដោយការភ្ញាក់ផ្អើលនិងភាពមិនស្គាល់ភ្នែកខ្ញុំត្រជាក់ដូចទឹកកកគ្មានអារម្មណ៍អ្វីទាំងអស់ហើយក៏មិនមានទឹកភ្នែកនិងរំភើបដូចការនឹកស្មានរបស់គាត់ខ្ញុំសម្លឹងមើលមុខគាត់ដែលនៅចិត្តដ៏គួរឲ្យស្អប់ខ្ពើមមួយនេះមើលសម្លៀកបំពាក់អាប់មង្គលរបស់គាត់ស្លៀកពាក់ស្នុះហើយមានអារម្មណ៍ស្អប់គាត់ដល់ចំណុចខ្លាំងបំផុតខ្ញុំនៅស្ងៀមហើយលើកសម្ពុតរបស់ខ្ញុំឡើងនៅចំពោះមុខហ្វូងមនុស្សនៅក្រោមក្តីរំពឹងប៉ៃជុនហឺការទាត់មួយជើងនិងទ្រូងរបស់គាត់ផឹងមួយរំពេចខ្ញុំបានប្រើកម្លាំងជើង10ទាំង10ប៉ៃជុនហឺមិនបានត្រៀមខ្លួនតតែសោះត្រូវបានទាត់ហើយរមៀលថយក្រោយហើយរមៀលខ្លួនលើដីមួយសន្ទុះគាត់ត្រូវបានគ្របដណ្ដប់ដោយដីខកនោះរញ៉េញ៉ៃណាស់ខ្ញុំដាក់វាំងនន់រចុះសម្លេងត្រជាក់ច្បាស់មួយបានបន្លឺឡើងឲ្យលើពេញផ្លូវឆ្កែល្អកុំបិទផ្លូវអីប៉ៃជុនហឺអ្នកធ្វើឲ្យខ្ញុំស្អប់ខ្ពើមគាត់ដេកលើដីយកដៃខ្ទប់ទ្រូងហើយសម្លឹងមើលមេឃទឹកភ្នែកទីបំផុតបានហូរចុះមកប៉ុន្តែលែងការរំភើបលើខ្លួនឯងទៀតហើយដោយសារភាពអស់សង្ឃឹមទាំងស្រុងនៅពេលភីយ៉នកំពុងដេកលើដីវង្វេងពីអត្ថន័យនៃជីវិតនៅក្នុងក្រុមបានផ្ទុះឡើងភ្លាមសំឡេងហួចដ៏ខ្លាំងមួយបានវាយប្រហារមនុស្សរាប់សិបនាក់កាន់ដំបងប្រញាប់ប្រញោលចូលមកពីគ្រប់ទីពួកគេវាយប្រហារអ្នកណាដែលពួកគេឃើញរបស់គឺបំផ្លាញស្ថានភាពមិនអាចគ្រប់គ្រងបានហ្វូងមនុស្សស្រែកឡើងខ្ចាត់ខ្ចាយហើយរត់គេចខ្លួនក្បួនដង្ហែអាពាហ៍ពិពាហ៍បានបកចេញខ្ចាត់ខ្ចាយទៅដែរនេះជាទង្វើរបស់មេងឈៀនជិនលើកចុងក្រោយតែគាត់មិនអាចមានដូច្នេះគាត់បំផ្លាញវាភីយ៉នហេតុឃើញដូចនេះភាពអស់សង្ឃឹមបានភ្លឺឡើងក្នុងភ្នែករបស់គាត់សប្បាយមិនខ្វល់ពីការឈឺចាប់ខ្លាំងនៅផ្នែកខាងលើទ្រូងងើបពីដីជំពប់ជើងដួលគាត់ងើបឡើងទៅលើប្រញាប់ប្រញោលទៅរកកូនក្រមុំយីងកុំខ្លាចខ្ញុំមកជួយនាងហើយឥឡូវនេះតនវឹកវរមកជាមួយខ្ញុំនេះជាវាសនាគាត់លូកដៃដោយចង់ទៅចាប់ដៃខ្ញុំតែពួកទាំងនោះបានយកលុយធ្វើការវាមិនបែងចែករវាងមិត្តភ័ក្តិនិងស្ត្រូវឡើយបុរសម្នាក់មានទឹកមុខកាចសាហាវឃើញភីយ៉នរារាំងផ្លូវរបស់ពួកគេគាត់បានគ្រវីដំបងហើយវាភីយ៉នឲ្យដួលមនុស្សសុំទានមកពីណាថយឆ្ងាយដំបងវាដាក់ខ្លាំងវានៅពីក្រោយភីយ៉នប៉ៃជុនហឺស្រែកដោយការឈឺចាប់វាដដួលលើដីមាត់របស់គាត់ពោពេញដោយភក់គាត់មើលមកខ្ញុំដោយមិនជឿខ្ញុំឈ្មោះប៉ៃជុនហឺខ្ញុំមកដើម្បីជួយសង្គ្រោះមនុស្សឯងវាមនុស្សខុសហើយពួកនោះមិនព្រមស្ដាប់ទេហើយបានទាត់ច្រើនដងទៀតវានឹងគឺវាឯងនឹងស្លៀកពាក់ហើយសុកមកកាត់ការគេពិតជាសេមែនរបស់ស្អីចេះពេលប៉ៃជុនហឺត្រូវគេវាដំអប់ក្បាលសៀវឈីយូអង្គុយលើសេះសម្លឹងមើលដោយត្រជាក់ចិត្តវាដូចជាការមើលរឿងកំ
ប្លែងមួយគាត់លើកដៃឡើងយឺតរួចផ្ទាត់ដៃបន្តិចសម្រាប់អង្គរៈដែលលាក់ខ្លួនតាំងពីយូរមកពីជុំវិញទីបានលេចចេញជារូបរាង ភ្លឺចែងចាំងហើយបែកឈាមខ្ទាតឆ្ងាយក្នុងមួយពពព្រិចភ្នែកពួកចោរទាំងនោះដាច់ដៃជើងលឿតជង្គង់នៅកណ្ដាលផ្លូវសៀវជីយូជិះសេះកាត់មកដល់មុខមេចោរនោះយកចុងដាវលើកចង្ការរបស់គាត់និយាយភ្លាមអ្នកណាជាអ្នកបញ្ជាមេពួកចោរភ័យខ្លាចគាត់បានចង្អុលទៅមនុស្សម្នាក់ក្នុងក្រុមនោះដែលស្លៀករំចិត្តគឺនាងម្នាក់នោះគឺម្នាក់មុខអាក្រក់នោះបានឲ្យយើង500តម្លឹងភ្នែកទាំងអស់សម្លឹងមើលទៅទីដើមរាមដៃដែលគាត់ចង្អុលម៉ងសៀនចិនឃើញស្ថានភាពមិនល្អគាត់ចង់រត់ចេញប៉ុន្តែគាត់ត្រូវបានក្រុមរបស់យិនយ៉ូយិនសង្កត់ឲ្យដួលនៅបាំងមុខក៏ជ្រុះមុខរបស់នាងក៏លេចចេញមកមុខដែលហើមនិងមានខ្ទុះនោះបេជុនហឺដេកលើដីហើយមើលទៅស្ត្រីដែលត្រូវបានគេគៀបសង្កត់ភ្នែករបស់គាត់ពោពេញដោយការភ្ញាក់ផ្អើលសៀនអ៊ឺគឺនាងការនាំរឿងនេះមកលឿនទៅចប់ក៏លឿនទៅជីនចៅយីនសម្អាតកន្លែងកើតហេតុយ៉ាងឆាប់រហ័សចាប់ម៉ងសៀនចិននិងពួកមនុស្សអាក្រក់ទាំងនោះឈៀវខៀរៀបចំក្បួនដង្ហែឡើងវិញហើយសំឡេងរីករាយផ្លុំឡើងវិញម្ដងទៀតដូចពីមុនវាដូចជាគ្មានអ្វីកើតឡើងទេមានតែបេជុនហឺដេកសណ្ដឹងនៅតាមចិញ្ចើមផ្លូវរូបរាងមើលទៅតោកយ៉ាសម្លៀកបំពាក់ពណ៌ស្បានប្រែទៅជាពណ៌ប្រផេះខ្មៅពណ៌នោះលាយឡំជាមួយឈាមនិងថុកគាត់បានមើលដោយអស់សង្ឃឹមស្នែងកូនក្រមុំត្រូវបានលើកម្ដងទៀតហើយពណ៌ក្រហមនោះចេញទៅឆ្ងាយគាត់កាន់តែឃ្លាតឆ្ងាយទៅលើកនេះគាត់ដឹងច្បាស់ហើយថាពិតជាបានបាត់បង់ខ្ញុំមែនទោះបីជាគ្មានឈៀវខៀក៏ដោយខ្ញុំក៏មិនត្រឡប់ទៅគាត់វិញដែរពាក្យនោះដែលថាឆ្កែល្អមិនបិទផ្លូវហើយមួយជើងនោះជាមួយការក្បត់របស់ម៉ងសៀនចិនភូជាមួយមាត់បានហូរចេញពីមាត់របស់គាត់ប្រែជាក្រហមឈាមយីងភ្នែកគាត់ងើបសន្លប់បាត់បង់ស្មារតីទាំងស្រុងគ្មានមនុស្សណាម្នាក់នៅក្នុងជុំវិញនោះអាណិតអាសូរគាត់ពួកគេបានស្រែកឡើងថាសាឡាស់មនុស្សបែបនោះសុំនឹងទទួលបានកម្មលើកនេះគ្រួសារភីបានបាត់បង់មុខមាត់ទាំងស្រុងឪពុករបស់ភីស្ដាប់រឿងនេះធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងរហូតដល់ដាច់សរសៃឈាមគាត់ដេកលើក្រែដោយមាត់វាមិនអាចធ្វើចលនាបានហើយនៅពេលនេះវិមានរបស់ព្រះអង្គម្ចាស់យានមានបរិយាកាសខុសគ្នាទាំងស្រុងក្រហមកំពុងឆេះយ៉ាងភ្លឺចែងចាំងដោយពន្លឺឈៀវខៀបានលើកក៏បាំងមុខរបស់ខ្ញុំសម្លឹងមើលខ្ញុំនៅក្រោមចង្កៀងភ្នែករបស់គាត់ពោពេញទៅដោយភាពទន់ភ្លន់គាត់ចាក់ស្រាមង្គលការពីរកែវហុចឲ្យខ្ញុំមួយកែវយីងចាប់ពីថ្ងៃនេះទៅគ្មាននរណាម្នាក់អាចធ្វើបាបអូនបានទេខ្ញុំយកកែវស្រាហើយដូរដៃគ្នាផឹកស្រាហើរចូលបំពង់ក៏ផឹកចូលដល់ក្រអៅបេះដូងទឹកឃ្មុំផ្អែមល្ហែមយប់នេះផ្អែមល្ហែមមួយយប់